កម្ពុជាក្រងនឹងដាក់អនុព័ន្ធយោធារបស់ខ្លួនប្រចាំប្រទេសជប៉ុនដើម្បីជាផ្នែកនៃការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជាជប៉ុនគម្រោងដាក់អនុព័ន្ធយោធានេះគឺជាការឆ្លើយតបទៅនឹងភាគីជប៉ុនដែលចង់ឲ្យកម្ពុជាពិចារណាបញ្ជូនមន្ត្រីអនុព័ន្ធយោធាទៅកាន់ទីក្រុងតូក្យូខណៈអនុព័ន្ធយោធារបស់ជប៉ុនក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជានៅចំពោះមុខលោកទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាយការិយាល័យនៃអនុព័ន្ធយោធាថ្មីរបស់ជប៉ុនប្រចាំកម្ពុជាបានដាក់ក្តីសង្ឃឹមថាកម្ពុជានឹងពិចារណាបញ្ជូនមន្ត្រីអនុព័ន្ធយោធាកម្ពុជាទៅកាន់ប្រទេសជប៉ុនវិញក្នុងបេសកកម្មជានាយអនុព័ន្ធយោធាជប៉ុននៅកម្ពុជាលោកវរៈសេនីយ៍ឯកហារ៉ាតាកាស៊ីក៏បានបញ្ជាក់ពីការបដិញ្ញាចិត្តជំរុញសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនជាពិសេសលើវិស័យយោធាទាំងទ័ពជើងគោកជើងទឹកនិងជើងអាកាសឲ្យកាន់តែល្អប្រសើរឡើងថែមទៀតជាការឆ្លើយតបនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសម្ដែងការស្វាគមន៍ចំពោះវត្តមានអនុព័ន្ធយោធាជប៉ុនដែលបើកវេសនដ្ឋានជាលើកដំបូងនៅកម្ពុជាដោយផ្ទាល់នៅពេលនេះនាយឧត្តមសេនីយ៍ទាសីហាសង្ឃឹមថាវត្តមានរបស់លោកនាយអនុព័ន្ធនៅពេលនេះនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការយោធាកម្ពុជាជប៉ុនត្រូវបានពង្រឹងឆ្លើយតបចំពោះសំណូមពររបស់ភាគីជប៉ុនដែលចង់ឲ្យកម្ពុជាដាក់អនុព័ន្ធយោធានៅទីក្រុងតូក្យូនាយឧត្តមសេនីយ៍រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថាក្រសួងការពារជាតិកំពុងសហការជាមួយក្រសួងការបរទេសពន្លឿនលើកិច្ចការងារនេះបន្ថែមលើកិច្ចពិភាក្សាខាងលើនាយអនុព័ន្ធយោធាជប៉ុនក៏បានបញ្ជាក់ពីគម្រោងទស្សនកិច្ចរបស់មេបញ្ជាការនៃកងកម្លាំងស្វ័យការពារជាតិជប៉ុនមកកាន់កម្ពុជានាខែមិថុនាខាងមុខផងដែរហើយលោកក៏បានអរគុណកម្ពុជាចំពោះការសម្រេចចិត្តអនុញ្ញាតឲ្យនាវាអង្គភាពបោសសម្អាតគ្រាប់មីនក្នុងសមុទ្ររបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនចូលចតជាលើកទី1នៅផែជើងទឹករៀមការអនុញ្ញាតឲ្យនាវារបស់ជប៉ុនចូលចតជាការបង្ហាញដល់សហគមន៍អន្តរជាតិនៅដំណាភាពនិងការបើកចំហគោលនយោបាយសន្តិសុខរបស់កម្ពុជាហើយក៏ជាការរួមចំណែកដល់ការជំរុញការផ្លាស់ប្ដូរវិស័យការពារជាតិរវាងកម្ពុជានិងជប៉ុនផងដែរនេះគឺជាការបញ្ជាក់បន្ថែមរបស់នាយអនុព័ន្ធយោធាជប៉ុនក្នុងជំនួបការពីល្ងាចថ្ងៃទី18ខែមីនាឆ្នាំ2025